បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនទាក់ទងនឹង Telegram ដែលយើងចង់បែងចែកបាទ category ដូចជា contact non contact ឬក៏ group ឬក៏ channel អញ្ចឹងនេះ Telegram បាទយើងចូលទៅលើ Telegram នេះបាទនេះ Telegram របស់យើងបន្ទាប់មកយើងចង់ឲ្យ contact ទាំងអស់ហ្នឹងវានៅលើនេះយើងស្រួលចូលមើលបាទអញ្ចឹងយើងចូលទៅលើ setting បាទបន្ទាប់មកយើងយក chat folder នេះចូលលើ chat folder ហើយយើងយកពាក្យ create folder បាទបន្ទាប់មកយើងយកពាក្យ add chat នេះឯងបាទ add chat មកហើយដំបូងយកនៃ contact យើងយក contact មុនហើយយើងយក done ចុចពាក្យ done មកហើយយើងយកចុចពាក្យ create បានមួយបន្ទាប់មកយើងចូលមួយទៀតបាទយើងចូលមួយទៀតឥឡូវយើងចេញមកវិញសិនយើងមើលថាមាន contact នៅនេះ contact បាទយើងចូល contact វិញសិន contact ឯងអញ្ចឹងបន្ទាប់មកយើងទៅបង្កើត non contact ម្ដងយើងចូលទៅនឹង model ហើយយើងចូលយកពាក្យ chat folder ដូចមុនហ្នឹងហើយយើងយក creator create folder ទៅមកយើងយក add chat ហើយយើងយក non contact នេះចុចលើ non select non contact មកយើង done ហើយយើងចុចពាក្យ create មួយទៀតមកយើងចុចបង្កើតមួយទៀតគឺ group ម្ដងអញ្ចឹងចុចយក folder chat add chat បន្ទាប់មកយើងយក group បាទចុចលើពាក្យ group ហ្នឹងមក select group ហើយយើងយកពាក្យ done បាទហើយយើងចុចពាក្យ create អូខេបន្ទាប់មកយើង add create folder មួយទៀតជា channel អញ្ចឹងយើងចុចលើ add chat នឹងដដែលហើយយើងយកពាក្យ channel នេះ channel select យកទៅហើយយើងយក done ហើយពាក្យ create អូខេជាការស្រេចអញ្ចឹងខ្ញុំចូលត្រឡប់ទៅមើលនៅchat របស់យើងអញ្ចឹងយើងមាន contact non contact នេះ non contact អានេះដែលយើងមិនទាន់បាន add ជា friend មួយគ្នាអានេះ group មានតែយើងទាញទៅ group មកទេនេះសិតជា group បានបន្ទាប់មកនេះជា channel បាទ channel បាទនេះជា channel អរគុណច្រើនបងប្អូនអរគ្នាបើសិនជាបងប្អូនចង់បង្កើតអីងាយគ្រាន់តែចូលមើលតាមការណែនាំវីដេអូហ្នឹងទៅបងប្អូននឹងអាចធ្វើដូចខ្ញុំបានហើយងាយស្រួលយើងចូលមើលថាមួយណាជា friend របស់យើងណាដែលតាមមិនទាន់ friend អញ្ចឹងណាបាទអរគុណច្រើនលាបាទបាយ